ជីពជាគ្រូពេទ្យគឺដោយសារតែនៅប្រទេសកម្ពុជាយើងវិស័យសុខាភិបាលគឺមានការរីកចម្រើនបន្តទៅមុខទៀតហើយប៉ុន្តែក៏នៅតែមានភាពខ្វះខាតបន្តិចបន្តួចដែរអញ្ចឹងខ្ញុំចង់រៀនខាងហ្នឹងហើយក៏ជាពិសេសនោះគឺបន្តការសិក្សាទៅក្រៅប្រទេសដើម្បីទទួលបានចំណេះដឹងថ្មីៗហើយយកមកប្រើការនៅក្នុងប្រទេសជាតិយើងនាងខ្ញុំឈ្មោះខុនដាលីណាជាសិស្សមួយរូបដែលសិក្សានៅសាលារៀនសមត្ថភូមិទីតាំងពុទ្ធបាទទី2ហើយក៏ជាបេក្ខជនមួយរូបដែលទទួលបាននីតិអាលំដាប់ពិន្ទុ100ចុចក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទូទៅភូមិខ្ញុំមានអារម្មណ៍រំភើបដំបូងអត់ឈឺទេហើយខ្ញុំដេកមើលលទ្ធផលឡើងពី3ថ្ងៃរបៀបតិចមែនហើយត្រឹមជាក្តីសម័យរបៀបយើងសុបិនណាពិតជាអរខ្លាំងមែនតើហើយក៏អត់ដឹងស្មានថាទទួលបានរង្វាន់ច្រើនដល់ថ្នាក់នេះដែរក្តីសម័យមួយនេះគឺតាំងពីតូចបណ្ដោយគឺខ្ញុំពងថាយកអានបណ្ដោយដោយសារអីតាំងពីថ្នាក់តូចមកខ្ញុំធ្លាប់រៀនមកលេខ1អញ្ចឹងវាបានបណ្ដោះគំនិតខ្ញុំមួយត្រូវតែបានអាបណ្ដោយដោយសារលទ្ធផលនិទេសអាហ្នឹងវាមិនមែនកំណត់ចូលវាសនាយើងទេប៉ុន្តែវាជាផុសតាំងមួយដែលបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់យើងរយៈពេល12ឆ្នាំកន្លងមកនេះតាំងពីដើមឆ្នាំមកគឺខ្ញុំព្យាយាមធ្វើលំហាត់ឲ្យបានច្រើនប៉ុន្តែខ្ញុំអត់សូវផ្ដោតសំខាន់ទៅលើសំណួរទេរហូតដល់រយៈពេល2ទៅ3ខែចុងក្រោយទៅខ្ញុំផ្ដោតទៅលើសំណួរច្រើនហើយរយៈពេល2អាទិត្យចុងក្រោយគឺខ្ញុំអត់ធ្វើលំហាត់បណ្ដោយដោយសារលំហាត់ខ្ញុំធ្វើតាំងពីដើមឆ្នាំមកហើយខ្ញុំមើលសំណួរសុទ្ធចំពោះគ្រួសារគឺខ្ញុំនៅផ្ទះមួយប៉ាម៉ាក់អញ្ចឹងរបៀបយើងពេលយើងចេញពីរៀនទៅយើងជួបគាត់យើងញ៉ាំអាហារថ្ងៃត្រង់មួយគាត់អីចឹងទៅពេលខ្លះនៅថ្ងៃអាទិត្យនៅពេលដែលខ្ញុំអត់រៀនចឹងទៅពេលខ្លះយើងញ៉ាំអីជុំគ្នាបានហើយក៏មានកម្មវិធីជួបលៀងផ្សេងៗទៀតផងដែរហើយចំពោះមិត្តភាពវិញគឺដូចខ្ញុំនិយាយចឹងគឺខ្ញុំអត់រៀនរហូតទេខ្ញុំរៀនដែរប៉ុន្តែខ្ញុំរៀនតែពេលយប់ពេលព្រឹកនិងពេលថ្ងៃប៉ុន្តែពេលល្ងាចហ្នឹងគឺខ្ញុំដើរលេងមួយមិត្តភ័ក្តិហើយខ្ញុំរាប់អានមិត្តភ័ក្តិទាំងអស់គ្នាអត់ប្រកាន់ថាអ្នកនឹងប្រកែឬក៏អ្នកនឹងខ្សោយឯងប៉ុន្តែអ្នកដែលខ្ញុំដើរជាមួយហ្នឹងគឺអ្នកដែលនាំខ្ញុំទៅរៀនសូត្រនៅពេលខាងមុខគឺខ្ញុំចង់ចាប់អាជីពជាគ្រូពេទ្យគឺដោយសារតែនៅប្រទេសកម្ពុជាយើងវិស័យសុខាភិបាលគឺមានការរីកចម្រើនបន្តទៅមុខទៀតហើយប៉ុន្តែក៏នៅតែមានភាពខ្វះខាតបន្តិចបន្តួចដែរអញ្ចឹងខ្ញុំចង់រៀនខាងហ្នឹងហើយក៏ជាពិសេសនោះគឺបន្តការសិក្សាទៅក្រៅប្រទេសដើម្បីទទួលបានចំណេះដឹងថ្មីៗហើយយកមកប្រើការនៅក្នុងប្រទេសជាតិយើងជាក់ស្ដែងដូចពេលដែលនៅក្នុងបរិបទ COVID-19 ប្រទេសកម្ពុជាយើងគឺត្រូវទិញថ្នាំវ៉ាក់សាំងហ្នឹងពីប្រទេសគេអញ្ចឹងការនាំចូលវ៉ាក់សាំងមកក្នុងប្រទេសយើងហ្នឹងគឺត្រូវចំណាយថវិកាច្រើនប៉ុន្តែប្រសិនបើប្រទេសកម្ពុជាយើងមានក្រុមហ៊ុនឬក៏មានមន្ទីរពេទ្យណាដែលអាចផលិតវ៉ាក់សាំងខ្លួនឯងបាននោះនឹងធ្វើឲ្យការចំណាយរបស់រដ្ឋាភិបាលក៏កាត់បន្ថយតាមនឹងដែរខ្ញុំសូមផ្ញើសារទៅសិស្សបងប្អូនទាំងអស់ឥឡូវខ្ញុំគ្រាន់តែនិយាយសិនទេហើយបងប្អូនទាំងអស់គ្នាគឺជាអ្នកសម្រេចចិត្តតែមកពិសេសខ្ញុំផ្ទាល់ខ្ញុំរៀននៅសាលារៀនសមត្ថភូមិហ្នឹងតាំងពីថ្នាក់ទី5ប៉ុន្តែតាមពិតទៅគឺរៀនតាំងពីថ្នាក់ទី1ដោយសារខ្ញុំរៀននៅសាលា Newton Thilai ដែលជាសាលាមួយនៅក្នុងក្របខ័ណ្ឌ NTC គ្រប់ដូចគ្នាហើយក្នុងការសិក្សានៅសាលារៀនសមត្ថភូមិនោះគឺខ្ញុំទទួលបានទាំងបទពិសោធន៍ថ្មីៗក៏ដូចជាឱកាសថ្មីៗហើយជាពិសេសនោះគឺធ្វើឲ្យខ្ញុំខ្លាចទៅជាមនុស្សមួយដែលមានការប្រកួតប្រជែងខ្ពស់នៅពេលនោះហើយដែលធ្វើឲ្យខ្ញុំមានការអភិវឌ្ឍហើយខិតខំរៀនសូត្រចង់ឈ្នះគេចង់បានលេខ1រហូតទទួលបានលទ្ធផលនិទេសអេដូចសប្តាហ៍ថ្ងៃហើយនៅក្នុងសាលារៀនសមត្ថភូមិហ្នឹងក៏មានលោកគ្រូអ្នកគ្រូដែលមានក្រុមសិលធម៌ល្អហើយមួយវិញទៀតគឺសាលារៀនហ្នឹងគឺមានប្រព័ន្ធអប់រំល្អទី1គឺគាត់បានរៀបចំកម្មវិធីប្រឡងជាការប្រឡងសាក់លបងតេស្តចំនួន2ដងឯណោះហើយបូករួមជាមួយនឹងការសាក់លបងតេស្តរបស់ក្រសួងមួយទៀតចាំមេថាក្នុងការសិក្សាថ្នាក់ទី12ហ្នឹងគឺយើងប្រឡងបាន3លើកហើយបូកទាំងការប្រឡងឆមាសការប្រឡងចាប់ខែទៀតគឺយើងប្រឡងបានច្រើនណាស់ដែលធ្វើឲ្យយើងមានភាពស៊ាំទៅនឹងការប្រឡងពេលចូលប្រឡងទៅយើងអត់ភ័យពាក្យចុងក្រោយខ្ញុំសូមផ្ញើសារទៅលោកប៉ានិងអ្នកម៉ាក់របស់ខ្ញុំគឺខ្ញុំពិតជាមានការថ្លែងអំណរគុណដល់លោកទាំងពីរពិតមែនដែលលោកទាំងពីរហ្នឹងបានជ្រើសរើសសាលារៀនសមត្ថភូមិឲ្យខ្ញុំទៅរៀនសូត្រហើយក៏ដូចជាអរគុណទៅលោកគ្រូអ្នកគ្រូទាំងឡាយដែលតែងតែដាស់តឿននិងបង្រៀនដល់ខ្ញុំហើយជាចុងក្រោយក៏សូមអរគុណដល់មិត្តភក្តិរបស់ខ្ញុំដែលនៅពេលដែលខ្ញុំបាក់ទឹកចិត្តហ្នឹងគឺពួកគាត់ហ្នឹងឯងដែលជាអ្នកលើកទឹកចិត្តខ្ញុំជានិច្ច
ធនាគារកាណាឌីយ៉ាដៃគូហិរញ្ញវត្ថុជាទីទុកចិត្តរបស់លោកអ្នកស៊ីដ្ឋានភាសាចិនសារព័ត៌មានភាសាចិនរបស់កម្ពុជាទំនាក់ទំនងផ្សាយ070 66 33 70 069 22 22 69